សួស្តីបងប្អូនទាំងគ្នាក្នុងវីដេអូនេះខ្ញុំមកបង្ហាញរបៀបនៃការប្រើប្រាស់ SVG អញ្ចឹង SVG គឺជាគម្លាតទីផ្សារមួយដែលបានហោះឡើងខ្លាំងឬក៏ចុះទៅខ្លាំងបង្កើតជាគម្លាតមួយដែលអត់បានទៅយកអញ្ចឹងរាល់ទីផ្សារទាំងអស់ត្រូវតែមកចាក់ទៅលើ SVG ឬក៏បំពេញ SVG នេះទើបអាចមានកម្លាំងទៅលើឬក៏ទៅក្រោមទៀតអញ្ចឹង SVG គេចាប់បែបណា SVG គឺគេចាប់3 candle ហើយវាមានគម្លាតមួយអញ្ចឹងគេចាប់បែបនេះគេចាប់ទៅលើទៀនទី1ទៀនទី2និងទៀនទី3អញ្ចឹង3ទៀនបង្កើតជាគម្លាតមួយហើយគម្លាតនោះគេចាប់នៅចុងវិចទៀនទី1និងចុងវិចទៀនទី3យ៉ាហើយ Bearish FVG ក៏ដូចគ្នាដែរទៀនទី1ទៀនទី2ទៀនទី3ហើយចាប់នៅចុងវិចទៀនទី1និងទៀនទី3បង្កើតជាគម្លាត FVG អញ្ចឹង FVG គឺវាបែបនេះ3ទៀនបង្កើតជាគម្លាតមួយហើយយើងចាប់នៅចុងវិចនៃទៀនទី1និងទៀនទី3អញ្ចឹងយើងចេះចាប់ FVG ហើយតើ FVG វាដំណើរការបែបណាអញ្ចឹង FVG នៅពេលដែលវាបង្កើតជាគម្លាត FVG មួយរាល់ទីផ្សារទាំងអស់គឺត្រូវតែមកបំពេញ FVG ឬក៏មកចាក់ទៅលើ FVG ទើបមានកម្លាំង bullish ឬក៏កម្លាំង bearish រុញទៅទៀតណាវាចាក់បែបនេះណាចាក់ហើយទើបមានកម្លាំងរុញទៅទៀតអញ្ចឹងរាល់ទីផ្សារទាំងអស់គឺត្រូវតែចាក់ទើបអាចមានកម្លាំងឡើងទៅទៀតអញ្ចឹងយើងមកមើលទៅលើទីផ្សារជាក់ស្ដែងយើងមកមើលទីផ្សារជាក់ស្ដែងទីផ្សារជាក់ស្ដែងយើងឃើញទេនេះទៀនទី1ទៀនទី2និងទៀនទី3អញ្ចឹង3ទៀនបង្កើតជាគម្លាត FVG មួយយើងចាប់នៅចុងវិចទី3និងចុងវិចទី1នេះគេ3ទៀនបង្កើតជា FVG មួយគឺវាដំណើរការបែបហ្នឹងអញ្ចឹង3ទៀនបង្កើតជា FVG មួយហើយយើងដឹងថាយើងធ្វើមិនដេចហើយយើងធ្វើមិនដឹងថា FVG ហ្នឹងវាផលិតជាមួយនឹងផ្សារអត់យើងត្រូវតែទៅរក market structure sheet អញ្ចឹង market structure sheet វាតែងតែនៅចិត្ត FVG ឲ្យដើម្បីឲ្យវាមានកម្លាំងរុញទៅខាងលើបន្ថែមទៀតណាយើងឃើញទេនេះឥឡូវនេះយើងបាន market structure sheet នៅខាងកន្លែងនេះមួយណា market structure sheet អូខេអញ្ចឹង market structure sheet វាជំរុញតម្លៃឲ្យប្រាយហ្នឹងកាន់តែទៅលើដើម្បីផ្ដាច់ជាមួយនឹង buy side liquidity នៅខាងលើយ៉ាឃើញទេចឹងនៅពេលដែលផ្សារបង្កើតជា market structure sheet មាន FVG នៅខាងក្រោមអញ្ចឹងយើងដឹងហើយថាអូផ្សារហ្នឹងដឹងតែទៅលើបន្ថែមទៀតអញ្ចឹងទៅវាអាចមកចាក់ជាមួយនឹង FVG ហើយវាទៅលើបន្ថែមទៀតអញ្ចឹងសួរថាយើង entry នៅប្រឡោះណាយើង entry នៅកន្លែង FVG ហ្នឹងតែម្ដងរបៀបនៃការ entry យើង entry នៅក្នុង FVG SL របស់យើងគឺយើងដាក់នៅខាងក្រោម FVG តែ price បានទៅប៉ះទៅលើ FVG យើងចាប់ផ្ដើម entry នៅ 50% នៃ FVG នេះ 50% នៃ FVG ហ្នឹងណាយើងអាចបោះទៅលើ OTE ក៏បានដែរកន្លែង FVG OTE ហ្នឹងអញ្ចឹងនៅពេលដែលប៉ះជាមួយនឹង FVG 50% យើងចាប់ផ្ដើម entry ហើយយើងចាប់ផ្ដើមដាក់ SL នៅខាងក្រោម FVG បើសិនជា price ហ្នឹងបុកផ្ដាច់ FVG គឺវាទៅខាងក្រោមទៀតអញ្ចឹងណាអញ្ចឹងយើងអាចដាក់ SL នៅក្រោម FVG ឃើញទេនៅពេលដែលចាក់ទៅលើ FVG មួយតង់ហើយចូលមួយតង់ទៀតទើបវាឡើងទៅផ្ដាច់ជាមួយនឹង buy side នៅខាងលើយ៉ានេះគឺជាbullish FVG អញ្ចឹងយើងក៏លេខទៅមើល bearish FVG វិញតើវាដំណើរការបែបណាតោះឥឡូវយើងមកមើលជាមួយនឹង bearish FVG តើវាដំណើរការបែបណា bearish FVG គឺវាដូចគ្នាទៅនឹង bullish FVG ដែរប៉ុន្តែវាដើរផ្ទុយគ្នាអញ្ចឹងយើងមើលទៅលើ price នៅខាងលើនេះយើងឃើញថាវាបានទៅប៉ះជាមួយនឹង POI ឬក៏គេហៅថា point of interest យ៉ាឥឡូវនៅពេលដែលវាបានទៅប៉ះនៅខាងលើនឹងហើយវាបង្កើតទៅជាbearish flow bearish ចុះមកយើងឃើញនៅខាងលើនេះយើងឃើញមាន
berry avg មួយឯងឃើញទេហើយយើងមិនបាច់ឆ្ងល់ទេថា berry avg និង bully avg គឺជាអី berry avg គឺជា avg ដែលចុះដែលបញ្ជាតម្លៃឲ្យចុះហើយ bully avg គឺជា avg ដែលបញ្ជាតម្លៃឲ្យឡើងខ្ពស់យ៉ាអញ្ចឹងយើងមើលទៅខាងលើនេះយើងឃើញទេទានទី1យើងឃើញទេណាទានទី1ទានទី2និងទានទី3ទានបង្កើតទៅជាគម្លាត avg មួយឃើញទេយើងចាប់ចុងវិចនេះចុងវិចទី1និងចុងវិចទី3បង្កើតជាគម្លាត avg មួយយ៉ាយើងចាប់បែបហ្នឹងណាអញ្ចឹងនៅពេលដែល3ទៀនបង្កើតជាគម្លាត avg មួយហើយយើងគួរតែទៅមើលនៅខាងក្រោមថាវាមានអ្វីទៀតដែលគួរឲ្យយើងទុកចិត្តទៅក្នុងការ sell មួយហ្នឹងបានឃើញហើយថាផ្សារវាបង្កើតជា market structure sheet នៅខាងក្រោមនេះហើយឃើញទេតែវាបង្កើតជា market structure sheet ហើយយើងដឹងថាផ្សារហ្នឹងលំហវាដឹងតែចុះទៀតហើយយ៉ាយើងអាចទុកចិត្តក្នុងការ sell នៅកន្លែង avg នេះបានហើយបើសិនជាយើង sell នៅកន្លែង SVG ហ្នឹងតើ SL យើងគួរតែដាក់នៅខាងណាអញ្ចឹង SL របស់យើងអាចដាក់នៅខាងលើ high នេះក៏បានឬក៏ 50% នៃ high ថ្មីនេះក៏បានដែរបើហើយលក្ខខណ្ឌគឺដោយសារតែនៅខាងលើនេះបង្កើតទៅជា rejection block មួយអញ្ចឹងនៅពេលដែលវាប៉ះ rejection block ក៏វាអាច move ចុះមកខាងក្រោមបានដែររំកិលដាក់នៅខាងលើនេះយើងអត់ដាក់នៅក្រោមយើងអត់ដាក់នៅកន្លែង FVG នេះណាដោយសារតែលក្ខខណ្ឌគឺវាមាន rejection block កន្លែងនេះមួយចាក់ចូលទៅលើbearish FVG ឃើញទេលំហូរវាគឺចាប់ផ្ដើមធ្លាក់ចុះមកហើយស្របជាមួយនឹង market structure sheet នៅពេលដែលវាបុកជាមួយនឹង market structure sheet ឃើញទេចាប់ផ្ដើមមូចុះមកតែម្ដងអញ្ចឹង SL អញ្ចឹង TP របស់យើងគឺយើងដាក់នៅខាងក្រោមដែលគេហៅថា sell side liquidity គឺនៅខាងក្រោមនេះឃើញទេ sell side liquidity អូខេអញ្ចឹងវាបានទៅ speak ជាមួយនឹង sell side liquidity រួចហើយក្នុងវីដេអូនេះ bearish និង bullish FVG គឺមានតែប៉ុណ្្នឹងទេប៉ុន្តែលក្ខខណ្ឌសំខាន់នៃការចូលផ្សារគឺយើងត្រូវតែមាន market structure sheet buy side sell side liquidity ដែលច្បាស់លាស់ដើម្បីបញ្ជាក់តម្លៃនៃផ្សារឲ្យចុះឬក៏ឲ្យឡើងឧទាហរណ៍បើសិនជាលក្ខខណ្ឌឧទាហរណ៍បើសិនជាលក្ខខណ្ឌនៅខាងលើនេះវាអត់បានទៅ sweep ជាមួយនឹង buy side ឬក៏អត់មានPD array ណាមួយដើម្បីទុកតម្លៃឲ្យវាឡើងទេអញ្ចឹងប្រាយហ្នឹងក៏វាត្រូវតែឡើងទៅផ្ដាច់ FVG នឹងដែរប៉ុន្តែលក្ខខណ្ឌមួយទៀតបើសិនជាមាន PD array ណាមួយបញ្ជាក់តម្លៃឬក៏ទុកតម្លៃដែលបានច្បាស់លាស់នៅខាងលើនេះគឺវានឹងចុះមកក្រោមទៅយក sell side នៅខាងក្រោមហើយព្រោះអី sell side នៅខាងក្រោមនេះឃើញទេអត់បានទៅ sweep អីទេអញ្ចឹងវាត្រូវតែទៅ clear buy ទៅ clear sell side អស់ណាវាគឺវាដើរតម្រង់បែបហ្នឹងមិនថាអូនៅខាងលើអត់ទាន់ sweep buy side ផងហ្នឹងហើយយើងមាន model ណាទៅ sell ចុះមកបើសិនជាវាគ្រាន់តែវាជាការ retest ទេហើយដូចគ្នាអញ្ចឹងបើសិនជាយើងមើលទៅលើbullish FVG វិញយើងឃើញហ៎នេះនៅខាងលើនេះណានៅខាងលើនេះវាអត់ទាន់បានទៅ sweep ជាមួយនឹងbuy side liquidity ទេប៉ុន្តែនៅខាងក្រោមនេះវាបង្កើតទៅជាគេហៅគេអានេះណាវាបង្កើតទៅជា sell side liquidity រួចហើយប៉ុន្តែក៏វាអត់ទាន់ sweep ដែរបើសិនជាយើង trade យើងក៏អាច trade ជាមួយនឹងគេហៅថា SMT បានដែរអ្នកឃើញវាបាន sweep ជាមួយនឹង SMT ដូចគ្នាហើយ sweep ប៉ុន្តែវាមានកម្លាំងរុញឡើងដោយសារតែវាជា order block ឃើញទេវាមាន order block ដើម្បីរុញតម្លៃឡើងបន្ថែមទៀតណាអញ្ចឹងប្រាយនេះយើងអាចបាយនៅកន្លែងនឹងបានដោយសារតែវាមាន SMT មួយ order block មួយ market structure sheet
នឹង SVG ដើម្បីរុញតម្លៃឲ្យផ្ដាច់ទៅលើបាយសាយមុនដើម្បីចុះទៅយកសេសាយតាមក្រោយអញ្ចឹងណា SVG នេះគឺមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនមានចម្ងល់អាចឆាតឬក៏ទំនាក់ទំនងតាម Telegram ខ្ញុំបានខ្ញុំដោះស្រាយចម្ងល់ជូនពុកម៉ែបងប្អូនទាំងគ្នាអញ្ចឹងណាហើយសម្រាប់បងប្អូនទាំងគ្នាដែលចង់រៀន free ជាមួយនឹងខ្ញុំផ្ទាល់ឥឡូវនេះខ្ញុំមានការ live ចាប់ពីម៉ោង 7 ដល់ម៉ោង 8 នៅក្នុង private club របស់ខ្ញុំផ្ទាល់ហើយគឺជា free mentorship ខ្ញុំអត់គិតលុយទេអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាចង់ចូលរៀនអាច contact នៅក្នុង Telegram ខ្ញុំបានអរគុណច្រើន